ngàyនេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបដែលខ្ញុំធ្វើក្តាមប្រៃសម្រាប់ញ៉ាំជាមួយនឹងបុកល្ហុងឬក៏យកញ៉ាំជាមួយនឹងត្រីអាំងវិធីសាស្ត្រក្នុងការត្រាំក៏អត់មានអីពិបាកដែរគឺងាយៗទេប៉ុន្តែអីដែលចំណុចសំខាន់នៅក្នុងការដែលយើងធ្វើក្តាមប្រៃគឺការសម្អាតក្តាមដោយសារតែក្តាមយើងទិញមកពីផ្សារយើងអត់ដឹងទេថាក្តាមហ្នឹងជាក្តាមធម្មជាតិដែលគេដើរជីកតាមភ្លឺស្រែឬក៏ជាក្តាមដែលគេចិញ្ចឹមនៅក្នុងស្រែហើយសម្រាប់ឥឡូវគឺស្រែបាញ់ថ្នាំទៀតយើងខ្លាចថាញ៉ាំក្តាមហ្នឹងហើយធ្វើឲ្យយើងពុលឬក៏រាគរូសសម្រាប់នៅក្នុងវីដេអូនេះខ្ញុំបានទិញក្តាមមកចំនួនកន្លះគីឡូហើយក្តាមទិញមកហ្នឹងគឺរស់ល្អខ្លាំងមែនតើប៉ុន្តែខ្ញុំយកទៅដាក់ឡាសេសិនដើម្បីវាសន្លប់បន្ទាប់មកគឺខ្ញុំចាប់ផ្ដើមយកវាមកលាងសម្អាតក្នុងការដែលខ្ញុំលាងសម្អាតក្តាមគឺខ្ញុំបកកន្លែងពុះវាចេញឲ្យសារតែពុះហ្នឹងគឺវាអាចនឹងជាប់ជាមួយនឹងដីឬត្រីអីផ្សេងដែលតាក់ជាមួយនឹងស៊ុតវាអញ្ចឹងពេលដែលខ្ញុំលាងសម្អាតកន្លែងពុះវាបកពុះវាហើយគឺខ្ញុំលាងមួយទឹកពីរទឹកទៀតដើម្បីឲ្យយើងនឹងគឺថ្លាស្អាតល្អឲ្យក្តាមយើងនឹងជ្រះសល្អតាមកន្លែងដៃកន្លែងជើងវានឹងគឺតាគៀបអីនឹងគឺយើងលាងសម្អាតវាឲ្យស្អាតបន្ទាប់មកគឺខ្ញុំបានដាំទឹកឲ្យពុះហើយខ្ញុំយកទឹកក្តៅហ្នឹងមកស្រោចពីលើក្តាមដែលយើងបានលាងសម្អាតហ្នឹងហើយខ្ញុំត្រាំវាទុកចោល1នាទីទៅ2នាទីហើយខ្ញុំធ្វើបែបហ្នឹងដើម្បីឲ្យប្រកាសក្នុងចិត្តថាក្តាមដែលបានយកទៅត្រាំហ្នឹងគឺវាបានក៏បាក់តេរីដែលអត់ល្អហើយមួយទៀតពេលយើងយកក្តាមទៅស្រុះជាមួយនឹងទឹកក្តៅអញ្ចឹងធ្វើឲ្យសាច់ក្តាមរបស់យើងហ្នឹងគឺឆាប់បានញ៉ាំយើងត្រាំត្រឹមតែមួយយប់ទៅ2យប់ឯសាច់ក្តាមប្រៃរបស់យើងគឺនឹងឆ្អិនតឡងពេលយើងត្រាំក្តាមជាមួយនឹងទឹកក្តៅគឺយើងមករៀបចំជាមួយនឹងគ្រឿងផ្សំហែមសម្រាប់ក្នុងការត្រាំក្តាមប្រៃនឹងឲ្យកាន់តែឈ្ងុយហើយមានរសជាតិឆ្ងាញ់គឺមានម្ទេសមានខ្ទឹមសហើយជាមួយនឹងខ្ញីបងប្អូនអាចហាន់ជាស្លាយក៏បានបងប្អូនដំដាក់ទាំងមូលក៏បានដែរគ្រឿងផ្សំទាំងអស់ហ្នឹងធ្វើឲ្យក្តាមប្រៃរបស់យើងគឺអត់មានក្លិនឆ្អាបទេគ្រាន់តែបើកមកគឺក្តាមប្រៃយើងមានក្លិនឈ្ងុយឆ្ងាញ់ហ្មងបន្ទាប់មកគឺយើងស្រង់ក្តាមដែលយើងបានត្រាំជាមួយនឹងទឹកក្តៅចេញហើយយើងរៀបចំជាមួយនឹងទឹកត្រីគឺខ្ញុំយកទឹកត្រីលាយជាមួយនឹងប៊ីចេងហើយជាមួយនឹងស្ករសម្រាប់ប៊ីចេងខ្ញុំដាក់រាងក្រាស់បន្តិចបងប្អូនហើយបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់ក្តាមចូលសម្រាប់ទឹកត្រីគឺខ្ញុំលាយម្ដងតិចខ្ញុំអត់ហ៊ានលាយច្រើនទេព្រោះអីខ្លាចផ្សល់ទឹកត្រីច្រើនទៅយើងស្ដាយទឹកត្រីដែរអញ្ចឹងពេលលាយហើយខ្ញុំដាក់ក្តាមចូលហើយឃើញថាស្ទើរគឺខ្ញុំចាប់ផ្ដើមលាយទឹកត្រីជាមួយនឹងស្ករបន្ថែមទៀតគឺខ្ញុំអត់បានដាក់បន្ថែមប៊ីចេងទេគឺខ្ញុំដាក់ស្ករសម្រាប់បរិមាណទឹកត្រីជាមួយនឹងស្ករបងប្អូនអាចភ្លក់មើលបានណាកុំសូវប្រៃខ្លាំងពេកហើយក៏កុំផ្អែមខ្លាំងពេកឲ្យមកល្មមអញ្ចឹងទៅធ្វើឲ្យសាច់ក្តាមប្រៃរបស់យើងនឹងទុកយូរក៏អត់ប្រៃខេះខ្លាំងដែរហើយក៏អត់ធ្វើឲ្យសាច់ក្តាមយើងនឹងវាឡើងពណ៌ខ្មៅឬក៏អស់សាច់ដែរហើយនេះក្តាមបន្ទាប់ពីខ្ញុំត្រាំបានរយៈពេល5ថ្ងៃបងប្អូនក្តាមនឹងត្រាំតែមួយយប់គឺបានញ៉ាំហើយប៉ុន្តែសារតែខ្ញុំត្រាំហើយក៏រវល់ទុករហូតដល់5ថ្ងៃទៅបានយកមកញ៉ាំបងប្អូនអាចមើលសភាពសាច់ក្តាមបានគឺសាច់ក្តាមរបស់យើងអត់ស្រកទេខ្លាញ់ក្តាមវិញគឺនៅលឿងល្អហ្មងចឹងឥឡូវគឺខ្ញុំយកមកបុកល្ហុងញ៉ាំបងប្អូនអាចមើលរូបរាងពណ៌សម្បុរបុកល្ហុងខ្ញុំជាមួយនឹងក្តាមប្រៃដែលខ្ញុំត្រាំខ្លួនឯងមិនដែរ